រដ្ឋមន្ត្រីព័ត៌មានថាយុវជនជាក្រុមមនុស្សងាយទទួលរងឥទ្ធិពលព័ត៌មានคล้ายៗក្នុងសម័យ Digitalលោកអ្នកភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានដឹងថាយុវជនជាក្រុមមនុស្សដែលងាយរងគ្រោះពីព័ត៌មានคล้ายៗខណៈនៅកម្ពុជាមានអ្នកប្រើបណ្ដាញសង្គម Facebook និង TikTok ប្រមាណ 70% នៃប្រជាជនសរុបជាង 17 លាននាក់នៅក្នុងនោះមាន 65% ជាពលរដ្ឋសកម្មពេញកម្លាំងពលគឺជាយុវជនដែលអាចរងឥទ្ធិពលនៃព័ត៌មានคล้ายៗច្រើនជាងក្រុមមនុស្សផ្សេងទៀតលោកលើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានស្ដីពីការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗនៅថ្ងៃទី31 ខែមីនាឆ្នាំ 2025 រដ្ឋមន្ត្រីក្រសួងព័ត៌មានបានកត់សម្គាល់ថាបច្ចុប្បន្ននៅពេលមានការផ្សព្វផ្សាយព័ត៌មានคล้ายៗច្រើនពលរដ្ឋចាប់ផ្ដើមពុលព័ត៌មានហើយមិនអាចបែងចែកព័ត៌មានមួយណាពិតមួយណាคล้ายៗរហូតដល់បាត់បង់ជំនឿលើប្រព័ន្ធផ្សព្វផ្សាយដូច្នេះការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗគឺធ្វើឡើងក្នុងគោលបំណងកាត់បន្ថយព័ត៌មានคล้ายៗឲ្យមកនៅកម្រិតទាបតាមរយៈការបញ្ជាចំណេះដឹងស្ដីពីព័ត៌មានคล้ายៗដល់សាធារណជនពិសេសយុវជននិងស្ដារជំនឿទុកចិត្តរបស់ពលរដ្ឋលើប្រព័ន្ធផ្សព្វផ្សាយខ្ញុំសូមបញ្ជាក់ថាព័ត៌មានដែលប្រជាពលរដ្ឋបានប្រើប្រាស់គឺត្រូវតែជាព័ត៌មានដែលពិតត្រឹមត្រូវមិនមែនជាព័ត៌មានคล้ายៗពីព្រោះព័ត៌មានពិតនឹងធ្វើឲ្យប្រជាពលរដ្ឋសម្រេចចិត្តត្រឹមត្រូវព័ត៌មានពិតនឹងធ្វើឲ្យប្រជាពលរដ្ឋគិតគូរនិងពិចារណាដោយឈលលើមូលដ្ឋានត្រឹមត្រូវបច្ចុប្បន្ននេះប្រជាពលរដ្ឋគឺនៅពេលដែលព័ត៌មានคล้ายៗច្រើនបងប្អូនប្រជាពលរដ្ឋហាក់ដូចជាពុលទៅនឹងអ្វីដែលជាការផ្សព្វផ្សាយជារួមហើយធ្វើឲ្យពួកគាត់បាត់បង់នៅជំនឿទុកចិត្តទៅលើប្រព័ន្ធផ្សព្វផ្សាយអ្វីដែលជាការចោទសួរនៅជុំវិញគាត់ពេលបច្ចុប្បន្ននេះគឺសំណួរថាតើព័ត៌មាននឹងពិតឬក៏មិនពិតដែលធ្វើឲ្យប្រជាពលរដ្ឋបាត់បង់មួយផ្នែកនៅជំនឿទុកចិត្តទៅលើការផ្សព្វផ្សាយនេះឯងអញ្ចឹងបានជាយើងត្រូវរៀបចំយុទ្ធនាការនេះដើម្បីស្ដារនិងកសាងនៅជំនឿទុកចិត្តប្រជាពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានហើយផ្ដល់តែព័ត៌មានពិតនិងមានគុណភាពជូនដល់ប្រជាពលរដ្ឋដើម្បីគាត់ប្រើប្រាស់ស្របនឹងការរីកសាយភាយនៅបច្ចេកវិទ្យាទំនើបលោកថាក្នុងឆ្នាំ 2024 មានការកើនឡើងនៅចំនួនព័ត៌មានคล้ายៗប្រមាណ 14% ធៀបទៅនឹងឆ្នាំ 2023 ដែលភាគច្រើនជាព័ត៌មានបំភ្លៃនិងព័ត៌មានคล้ายបន្លំដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិលោកបន្ថែមថាចំណែកនៅក្នុងឆ្នាំ 2025 នេះព័ត៌មានคล้ายៗមានចរិតកាន់តែពឹសពុលខណៈ3ខែដើមឆ្នាំនេះក្រសួងបានចាត់វិធានការលុបអាជ្ញាប័ណ្ណសារព័ត៌មានចំនួន 4 និងប្រមានចំនួន 2 អង្គភាពគួរឲ្យដឹងថាក្រសួងព័ត៌មានបានចាប់ផ្ដើមអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជាផ្លូវការនៅថ្ងៃទី1 ខែមេសាឆ្នាំ 2025 ក្នុងគោលបំណងផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាជនដែលជាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយទំនើបដើម្បីទប់ស្កាត់ការរិះសាយភាយនៅព័ត៌មានคล้ายៗនៅក្នុងសង្គមកម្ពុជា